បាទសួស្តីបងប្អូនយើងបាទសម្រាប់តម្រុយបាទពិសេសបាទការប្រកួតលីកកំពូលបាទថ្ងៃសុក្របាទទី23នេះអេដមីនមាន3គូបាទជូនមកមុនលេងបាទគូទី1ការប្រកួតនៅអាល្លឺម៉ង់បាទរវាងក្រុម Poli បាទជាមួយនឹងក្រុម Hamburg បាទ Poli បាទនៅបាតតារាងហ្នឹងបាទប្រិមិត្តយើងបាទប៉ះជាមួយនឹង Hamburg លេខ14បាទគូនេះអេដមីនថាគួរតែមានគ្រាប់បាល់បាទចាប់ពី3គ្រាប់បាទជាមួយនឹងអេដមីនគឺលេខ over បាទ2គ្រាប់ឡើងបាទគូគឺបាទស៊ីគ្នាបាទទៅវិញទៅមកទេបាទក្នុងទឹកដីណាបាទតែមានគ្រាប់បាល់អញ្ចឹងជាមួយគូទី1នេះលេខ over ទៅបាទ2គ្រាប់បាទសម្រាប់គូទី2វិញបាទការប្រកួតបាទនៅបារាំងបាទក្លឹបអុកស៊ែបាទនៅគៀកនឹងបាតារាងប៉ះជាមួយក្រុមលេខ2បាទប៉ារីស Saint-Germain បាទយប់នេះលេងក្រៅដីទេបាទប៉ារីសទៅតែចាញ់ទៅលើ Sporting ការប្រកួត Champions League 2-1ហើយយប់នេះតរហូតដល់1កន្លះទៀតបាទមើលទៅបាទអុកស៊ែក៏ត្រូវការបន្ទុកដែរដើម្បីរកអីលេងវគ្គបន្តទៀតនៅរដូវកាលក្រោយបាទហើយគូនេះខ្ញុំមានគេថាគួរតែលេងខាងក្រុមម្ចាស់តែអុកស៊ែទៅបាទយ៉ាងហោចណាស់ក៏បានឈ្នះគ្រប់តដែរប៉ារីសអាចនឹងស៊ីមិនដាច់គ្រប់តទេបាទការប្រកួតរបស់គេបាទជាមួយអុកស៊ែនេះបាទអញ្ចឹងយើងរង1កន្លះហើយគូចុងក្រោយការប្រកួតនៅអ៊ីតាលីបាទរវាងក្រុម Inter Milan បាទកំពូលតារាងលេខ1ប៉ះលេខ1ដូចគ្នាបាតតារាងបាទគឺ Pisa យប់នេះ Inter Milan តរហូតដល់2គ្រាប់ Inter Milan ប្រហែលជាទុកជើងលេងជាមួយនឹង Pisa ស៊ីក្រុមបាតតារាងហើយមើលទៅបងប្អូនបាទអញ្ចឹងជំរឿនគូចុងក្រោយនេះ Edwin ចង់ឲ្យបងលេងខាងក្រុមម្ចាស់ទៅInter Milan យក3បន្ទុកពេញបាទបងប្អូនបាទអាចនឹងស៊ីចាប់ពី2គ្រាប់ឡើងបាទអញ្ចឹងមាន3គូនេះបងប្អូនអាចសម្រេចចិត្តមុននឹងវិនិយោគបាទហើយបងប្អូនដែលចង់បានគូបាល់ច្រើនទៀតនេះចូលទៅកាន់ Telegram នៅក្នុង bio ឬក៏នៅក្រោម profile បាទ link Telegram បាទអរគុណកុំភ្លេចចុច follow